សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកពិភាក្សាអំពីបញ្ហាការប្រើប្រាស់មធ្យោបាយសាធារណៈជាពិសេសឡានក្រុងនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងបងប្អូនដឹងថានៅក្នុងទីក្រុងភ្នំពេញយើងថ្ងៃហ្នឹងគឺវិភាគច្រើនមិនសូវជាប្រើប្រាស់មធ្យោបាយសាធារណៈទាំងមធ្យោបាយសាធារណៈប៉ុន្មានទេជាពិសេសគឺឡានក្រុងតែវាមកពីហេតុអីអញ្ចឹងបើតាមការស្រាវជ្រាវរបស់ពួកយើងបានដឹងឃើញថាមនុស្សដល់ទៅ 94% គឺជ្រើសការប្រើប្រាស់មធ្យោបាយតខ្លួនជាជាងការប្រើប្រាស់មធ្យោបាយសាធារណៈនេះបើតាមការស្វែងរករបស់ខ្ញុំអញ្ចឹងមូលហេតុដែលពួកគាត់អត់ជ្រើសមធ្យោបាយសាធារណៈគឺមកពីកត្តាជាច្រើនដូចជាកត្តា schedule កត្តាកង្វះ bus stop វាកត្តាដែលមិនងាយស្រួលហើយទៅនឹងកត្តាទាំងផ្សេងទៀតដូចជា PSVA ជាដើមអញ្ចឹងពួកយើងបានរកឃើញថាកត្តាទាំងអស់ទាំងហ្នឹងវាបណ្ដាលឲ្យមានដូចជាការចាស់ជាពេលវេលាហើយទៅនឹងដូចជាតកតងជាមួយនឹងកង្វះឡានក្រុងហើយទៅនឹងbus stop ដូចជាដើមជាពិសេសហ្នឹងគឺ bus stop អត់មានភាពទៀងទាត់ទេជួនកាលដាក់ម៉ោងនេះមកដល់ម៉ោងនេះអីចឹងទៅអញ្ចឹងពួកយើងសូមណែនាំនៅ app មួយដែលមានឈ្មោះថា Google Bus ដែលវានឹង encourage ឲ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញរបស់យើងហ្នឹងគាត់យកមកប្រើប្រាស់មធ្យោបាយសាធារណៈឡើងវិញជាពិសេសគឺឡានក្រុងនៅក្នុង app Google Bus របស់យើងមាន feature មួយចំនួនដូចជាអាចឲ្យ user ហ្នឹងគាត់អាចឲ្យ user គាត់មើលដឹងថាតើឡានក្រុងដែលគាត់ត្រូវធ្វើដំណើរហ្នឹងមកដល់ណាជិតដល់នៅហើយត្រូវការពេលយូរទៀតអត់អីចឹងទៅហើយមួយទៀតហ្នឹងគឺតកតងជាមួយនឹង schedule គឺមានភាពច្បាស់លាស់និងមួយទៀតអាចឲ្យ user ហ្នឹងគាត់អាចទិញ ticket តាមរយៈ online pay តាម online បានអញ្ចឹងនេះគឺជាប្រតិបត្តិរបស់ពួកយើងនោះគឺមានដូចជា home screen ឲ្យ user គាត់ចុចបុក ticket បានអញ្ចឹងទៅហើយនឹងបញ្ជាក់ពីគោលដៅដែលគាត់ត្រូវទៅកន្លែងនេះហើយពេលគាត់ចុចបុក ticket គាត់នឹង pop up ចេញជា QR មួយសម្រាប់គាត់ scan ដើម្បីទូទាត់ប្រាក់សម្រាប់ទូទាត់ប្រាក់ហើយនឹងទាញយកនៅ ticket មកប្រើប្រាស់នៅពេលដែលជាឡានក្រុងហ្នឹងនេះគឺជា reward system របស់ពួកយើងអញ្ចឹងអ្នកដែលប្រើប្រាស់ application របស់ពួកយើងហ្នឹងភាគច្រើនគឺជាមនុស្សដែលរស់នៅក្នុងទីក្រុងភ្នំពេញជាពិសេសអ្នកដែលរស់នៅជាក្រុងក្នុងពួកយើងហ្នឹងគឺអ្នកដែលធ្វើការនិងសិស្សានុសិស្សអញ្ចឹងអាយុរបស់គាត់ហ្នឹងគឺច្បាស់ជាអាយុចន្លោះពី15ទៅ45ឆ្នាំគុណតម្លៃនៃ application របស់យើងនោះគឺវាមានជា ride and reward គឺនៅពេលដែល user គាត់ប្រើប្រាស់ application របស់យើងដើម្បីប្រើប្រាស់ឡានក្រុងម្ដងនោះគឺនឹងមានជា record ជា point ឲ្យពួកគាត់ហើយអាចយក point នេះទៅដូរយកជា voucher train ឬមួយក៏របស់ប្រើប្រាស់អីផ្សេងៗជាដើមដូចជាកែវទឹកឬមួយក៏សម្ភារៈជាដើមអញ្ចឹងបើតាមការសិក្សាស្រាវជ្រាវបានឃើញថានៅទីក្រុងភ្នំពេញឬមកក៏នៅប្រទេសកម្ពុជាទាំងមូលហ្នឹងគឺតែមិនសូវជាមានវិវត្តប្រាស់ច្រើនប៉ុន្តែកំណើននៃការប្រើប្រាស់គឺកើនឡើងដូច្នេះយើងមើលឃើញឱកាសនេះហើយទើបយើងយកនៅ application ដែលតាមជាមួយនឹង bus នេះមកសម្រាប់ computer analysis គឺពួកយើងមានផ្ដល់ឲ្យនៅគុណតម្លៃធូរថ្លៃស្ថិតជាច្បាស់លាស់ហើយ application របស់ពួកយើងហ្នឹងគឺមាន user experience ដែលឲ្យ user គាត់ងាយស្រួលប្រើប្រាស់ងាយស្រួលយល់ហើយទៅនឹង user ហ្នឹងគាត់ track ដឹងពី bus ដែលគាត់ត្រូវជិះហើយ partnership ដែលសំខាន់នោះគឺក្រសួងសាធារណសុខរដ្ឋបញ្ចូលច្បាស់ហើយយើងត្រូវការជំនួយពីរដ្ឋនិងមួយទៀតនោះគឺបាកងអាចឲ្យ user ហ្នឹងគាត់គិតគូរលុយតាមរយៈធនាគារដែលជាសមាជិករបស់បាកងបាននេះគឺជា member role និង responsibility របស់ពួកយើងសម្រាប់ stability growth អីហ្នឹងទៅគឺសម្រាប់ short term គឺយើងនឹងធ្វើឲ្យមាន feature ច្រើនជាងមុនឲ្យ user ហ្នឹងគាត់ងាយស្រួលប្រើប្រាស់និងធ្វើឲ្យ performance ដើរលឿនlong term របស់ពួកយើងហ្នឹងគឺពេលដែលមាន feature ច្រើនជាងមុនហើយពួកយើងអាចជាបង្កើតឲ្យវាផលប្រយោជន៍ទូលំទូលាយអាចនឹងប្រើប្រាស់ទៅដល់ប្រទេសក្រៅចឹងដែរនេះគឺជា reference ដែលពួកយើងបានមកពីការសិក្សាស្រាវជ្រាវផ្សេងៗចឹងជាចុងក្រោយសូមអរគុណដែលបានចំណាយពេលវេលាមកពីដើមមកចោលអរគុណ